លោកបណ្ឌិតកិនភៀសអ្នកជំនាញវិទ្យាសាស្ត្រនយោបាយនិងទំនាក់ទំនងអន្តរជាតិបានលើកឡើងថាការផ្ដល់បទសម្ភាសន៍របស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតដល់ទីភ្នាក់ងារសារព័ត៌មាន Reuters គឺជាការបង្ហាញជំហរការទូតកម្រិតខ្ពស់បំផុតរបស់កម្ពុជាដែលក្នុងនោះកម្ពុជាបានលាតត្រដាងដ៏ច្បាស់លាស់បំផុតអំពីអំពើឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជាជាពិសេសការរំលោភបំពានក្រោយបទឈប់បាញ់ជាមួយគ្នានេះលោកបណ្ឌិតបានសង្កេតឃើញចំណុចមួយចំនួនទៀតនៅក្នុងបទសម្ភាសន៍របស់សម្ដេចធិបតីតាមរយៈការបង្ហាញពីសុខចន្ទៈរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីឈលលើច្បាប់អន្តរជាតិក្នុងន័យនេះបានបង្ហាញថាកម្ពុជាជារដ្ឋស្រឡាញ់សន្តិភាពនិងចង់បានការដោះស្រាយបញ្ហាផ្អែកលើច្បាប់អន្តរជាតិមួយវិញទៀតលោកបណ្ឌិតយល់ថាបទសម្ភាសន៍របស់នាយករដ្ឋមន្ត្រីកម្ពុជានាពេលនេះនឹងក្លាយជាសារច្បាប់លាស់មួយទៅកាន់អន្តរជាតិឲ្យជួយធ្វើជាសាក្សីនៅអំពើរំលោភបំពានរបស់យោធាថៃក្នុងទឹកដីកម្ពុជានិងបានរំលេចពីការបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការប្រកាន់យកការដោះស្រាយដោយសន្តិវិធីផ្អែកលើយន្តការការទូតនិងច្បាប់អន្តរជាតិសំខាន់ៗដែលជាមូលដ្ឋានសំខាន់ៗក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃលើសពីនេះកម្ពុជាក៏មិនភ្លេចពីបំណងដែលជំរុញយ៉ាងទទូចឲ្យថៃឆាប់វិលចូលតុចរចាដោយប្រើប្រាស់យន្តការការទូតដែលមានស្រាប់ដែលមានគណៈកម្មការចម្រុះ JBC ត្រូវចាត់ក្រុមការងារបច្ចេកទេសបន្តការវាស់វែងលើដីលោកសង្កត់ធ្ងន់ថាព្រំដែនរវាងកម្ពុជាថៃគឺជាព្រំដែនអន្តរជាតិដែលមានការទទួលស្គាល់ដោយច្បាប់អន្តរជាតិដូច្នេះថៃមិនអាចកែប្រែបន្ទាត់ព្រំដែនដែលទទួលស្គាល់ដោយកម្លាំងយោធាបានឡើយសូមបញ្ជាក់ថាកាលពីថ្ងៃទី17ខែមករាឆ្នាំ2026កន្លងទៅសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានផ្ដល់បទសម្ភាសន៍ផ្ដាច់មុខមួយដល់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Reuters អំឡុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិកទាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជាថៃនិងប្រធានបទសំខាន់ៗមួយចំនួនទៀតសម្ដេចធិបតីបានថ្លែងថាកងកម្លាំងថៃកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់អន្តរជាតិទោះបីមានកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក៏ដោយអត្ថបទនិងវីដេអូនៃកិច្ចសម្ភាសន៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ត្រូវបានសារព័ត៌មាននៅតាមបណ្ដាប្រទេសនានាដកស្រង់ទៅផ្សព្វផ្សាយបន្តដូចជាសារព័ត៌មាននៅសហរដ្ឋអាមេរិកជប៉ុនកាណាដាឥណ្ឌាសិង្ហបុរីហ្វីលីពីនម៉ាឡេស៊ីជាដើមបន្ទាប់ពីសារព័ត៌មានចុះផ្សាយតាមបណ្ដាប្រទេសនានាប្រមុខការទូតថៃគ្រោងទៅបារាំងនិងស្វីសដើម្បីនិយាយពីចំនួនព្រំដែនខ្មែរថៃនៅថ្ងៃទី18ខែកុម្ភៈឆ្នាំ2026នេះមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសថៃបានថ្លែងក្នុងសន្និសីទសារព័ត៌មានរបស់ខ្លួនថាលោកស៊ីហាសាភួងកែតកៅប្រមុខការទូតថៃនឹងទៅប្រទេសបារាំងនិងស្វីសដើម្បីនិយាយអំពីចំនួនព្រំដែនខ្មែរថៃការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ថៃរូបនេះធ្វើឡើងក្រោយប្រមុខរដ្ឋាភិបាលកម្ពុជាលោកហ៊ុនម៉ាណែតបានផ្ដល់បទសម្ភាសន៍ឲ្យទីភ្នាក់ងារសារព័ត៌មាន Reuters ជុំវិញបញ្ហាព្រំដែននៅថ្ងៃទី18ខែកុម្ភៈដដែលប្រមុខការទូតថៃលោកស៊ីហាសាភួងកែតកៅគ្រោងធ្វើដំណើរទៅប្រទេសបារាំងនិងស្វីសដើម្បីនិយាយពីចំនួនព្រំដែនខ្មែរថៃនេះជាការអះអាងរបស់លោកផានីដនផាឈីមសាវ៉ាត់អគ្គនាយកស្ដីទីនៃនាយកដ្ឋានសារព័ត៌មាននិងជាអ្នកនាំពាក្យរបស់ក្រសួងការបរទេសថៃក្នុងសន្និសីទសារព័ត៌មានដែលត្រូវបានកាសែត The Nation ថៃចុះផ្សាយកាលពីថ្ងៃទី18ខែកុម្ភៈឆ្នាំ2026តាមគម្រោងប្រមុខការទូតថៃនឹងទៅទីក្រុងប៉ារីសដើម្បីជួបជាមួយនឹងតំណាងអង្គការ UNESCO និងបន្ទាប់មកចូលរួមនៅក្នុងកិច្ចប្រជុំលើកទី61នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅទីក្រុង Geneva ប្រទេសស្វីសនៅថ្ងៃទី25ខែកុម្ភៈឆ្នាំ2026ខាងមុខនេះការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រូបនេះធ្វើឡើងក្រោយប្រមុខរដ្ឋាភិបាលកម្ពុជាលោកហ៊ុនម៉ាណែតបានផ្ដល់បទសម្ភាសន៍ឲ្យទីភ្នាក់ងារសារព័ត៌មាន Reuters តាក់ទងនឹងសកម្មភាពរបស់យោធាថៃដែលបន្តឈរជើងនិងកាន់កាប់ចូលជ្រៅក្នុងទឹកដីកម្ពុជានៅតាមតំបន់ព្រំដែនជាច្រើនទោះមានបទឈប់បាញ់ក៏ដោយការលើកឡើងបែបនេះរបស់លោកហ៊ុនម៉ាណែតនៅក្នុងកាសែត Reuters ត្រូវបានលោកផានីដនផាឈីមសាវ៉ាត់ចាត់ទុកថាជាព័ត៌មានคล้ายៗផ្ទុយទៅវិញបើតាមមន្ត្រីជាន់ខ្ពស់រូបនេះដដែលបានបញ្ជាក់ថាពលរដ្ឋដែលរស់នៅក្បែរតំបន់ព្រំដែនបានត្រឡប់ទៅកាន់ផ្ទះសម្បែងធម្មតារីឯលោកប៉ែនបូណាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថាអ្វីៗដែលកម្ពុជាធ្លាប់បានអះអាងកន្លងមកសុទ្ធតែជារឿងពិតពលមិនដូចជាការលៀងខ្លួនរបស់ថៃបែបនោះទេបើតាមលោកប៉ែនបូណាទង្វើរបស់យោធាថៃមិនអាចបិទបាំងបាននោះទេព្រោះហេតុការណ៍នៅតាមតំបន់ជាប់ព្រំដែនទាំងអស់ជារឿងដែលមានបណ្ដាអង្គការទូតក្រុមអ្នកអង្កេតការណ៍អាស៊ានអង្គការនិងបណ្ដាញផ្សព្វផ្សាយអន្តរជាតិដឹងឮទាំងអស់នៅឯប្រទេសថៃមានបញ្ហាមិនចេះចប់ពីព្យុះទៅទឹកជំនន់ពីការគំរាមកំហែងដោយអាវុធនិងការដួលរលំនយោបាយបាងកកប៉ុស្តិ៍
ប្រទេសថៃកំពុងប្រឈមមុខនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរផ្ទួនៗគ្នាមិនធ្លាប់មានដែលបានលាតត្រដាងពីបរាជ័យយ៉ាងច្បាស់ក្រឡែតក្នុងអភិបាលកិច្ចសុវត្ថិភាពសាធារណៈនិងការគ្រប់គ្រងគ្រោះអាសន្នចាប់ពីព្យុះកំណាចនិងទឹកជំនន់ដ៏សាហាវរហូតដល់ការតាមប្រមាញ់ជនសង្ស័យប្រដាប់អាវុធនិងការធ្លាក់ចុះនៃស្ថិរភាពនយោបាយព្រះរាជាណាចក្រមួយនេះកំពុងតស៊ូយ៉ាងលំបាកដើម្បីរក្សាសណ្ដាប់ធ្នាប់មូលដ្ឋានជូនប្រជាពលរដ្ឋកាលពីថ្ងៃទី17ខែកុម្ភៈព្យុះសង្គ្រាដ៏កំណាចមួយបានវាយប្រហារតំបន់ណាថាបូរីនិងទីក្រុងបាងកកបានបន្សល់ទុកនូវការបំផ្លិចបំផ្លាញនិងភាពភ័យខ្លាចដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ខារ៉ៃខេត្តណាថាបូរីជញ្ជាំងកញ្ចក់ដ៏ធំនៃផ្សារទំនើបមួយបានបាក់រលំសង្កត់លើអ្នកទទួលទានអាហារនៅវេលាម៉ោង7យប់បណ្ដាលឲ្យមនុស្សរាប់សិបនាក់រងរបួសស្របពេលជាមួយគ្នានេះទឹកជំនន់បានជន់លិចផ្លូវក្នុងតំបន់រហូតដល់30សង់ទីម៉ែត្រជាពិសេសនៅផ្លូវសយប្រជាជនណាថាបូរីដែលធ្វើឲ្យចរាចរណ៍ត្រូវជាប់គាំងនិងបង្ខំឲ្យប្រជាពលរដ្ឋទាំងសិស្សានុសិស្សត្រូវដើរលុយទឹកជ្រៅដើម្បីទៅដល់ផ្ទះចំណែកនៅឯទីក្រុងបាងកកក៏ជួបភាពចលាចលស្រដៀងគ្នាដែរដោយខ្យល់បក់បោកខ្លាំងបានធ្វើឲ្យបង្គោលអគ្គិសនីជាច្រើនដែលរារាំងផ្លូវថ្នល់និងធ្វើឲ្យបុគ្គលិកជាប់គាំងក្នុងអគាររដ្ឋាភិបាលរួមទាំងក្រសួងសុខាភិបាលផងដែរក្រុមអ្នកសង្គ្រោះបន្ទាន់ត្រូវបានកាត់ផ្តាច់ចរន្តអគ្គិសនីដើម្បីបង្ការគ្រោះថ្នាក់បន្ថែមទៀតទោះបីមន្ត្រីរាយការណ៍ថាគ្មានអ្នករងរបួសនៅក្នុងក្រសួងក៏ដោយប៉ុន្តែការខូចខាតទ្រព្យសម្បត្តិការដួលរលំដើមឈើនិងកញ្ចក់បែកខ្ទេចខ្ទីបានសូមបញ្ជាក់ពីកង្វះការត្រៀមលក្ខណៈរបស់រដ្ឋាភិបាលចំពោះបាតុភូតអាកាសធាតុដ៏សាហាវមួយនេះវិបត្តិនេះមិនមែនត្រឹមតែជាគ្រោះថ្នាក់ធម្មជាតិតែប៉ុណ្ណោះទេដោយឡែកនៅថ្ងៃទី18ខែកុម្ភៈអាជ្ញាធរស្រុកឡាត់លំកែវខេត្តបឋមធានីបានសម្រេចបិទសាលារៀនចំនួន13កន្លែងដោយការព្រួយបារម្ភពីជនសង្ស័យប្រដាប់អាវុធម្នាក់ដែលកំពុងរត់គេចខ្លួនជនសង្ស័យឈ្មោះណប់ផារ៉ាត់អាយុ31ឆ្នាំធ្លាប់បានបាញ់ប្រហារលើរថយន្តសង្គ្រោះបន្ទាន់ឥឡូវនេះកំពុងមានសេរីភាពនៅឡើយនគរបាលបានដកហូតអាវុធចំនួន7ដើមនិងស្លឹកកទុំចំនួន500ក្រាមពីជនសង្ស័យដែលបង្កមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជុំវិញការគ្រប់គ្រងអាវុធខុសច្បាប់និងសុវត្ថិភាពពលរដ្ឋបន្ថែមលើភាពវឹកវរនេះវិបត្តិនយោបាយបានជំរុញឲ្យស្ថានភាពកាន់តែដុនដាបខ្លាំងសមាជិកព្រឹទ្ធសភាលោកស្រីណាត់ថាណាបានហៅការបោះឆ្នោតនៅថ្ងៃទី8ខែកុម្ភៈឆ្នាំ2026របស់ថៃថាការបោះឆ្នោតដែលស្មុគគ្រោះបំផុតក្នុងប្រវត្តិសាស្ត្រចាប់តាំងពីឆ្នាំ1957មកដោយលោកស្រីបានលើកឡើងពីបណ្ដឹងជាង5000ករណីភាពមិនប្រក្រតីនៃការរាប់សន្លឹកឆ្នោតនិងការបំពានអាថ៌កំបាំងនៃសន្លឹកឆ្នោតលោកស្រីបានដាក់ញត្តិទៅតុលាការរដ្ឋធម្មនុញ្ញដើម្បីស្នើសុំមុខភាពនៃការបោះឆ្នោតនេះដោយរំលេចអំពីអំពើពុករលួយជាប្រព័ន្ធនិងអសមត្ថភាពក្នុងដំណើរការនយោបាយដែលធ្វើឲ្យការបង្កើតរដ្ឋាភិបាលថ្មីស្ថិតក្នុងភាពស្រពិចស្រពិលបច្ចុប្បន្នប្រទេសថៃកំពុងប្រឈមមុខនឹងវិបត្តិផ្ទួនៗក្នុងពេលតែមួយដែលកំពុងគំរាមកំហែងដល់សុវត្ថិភាពសាធារណៈនិងស្ថិរភាពនយោបាយជាតិចាប់ពីការបាក់ស្រុតនៃហេដ្ឋារចនាសម្ព័ន្ធនិងទឹកជំនន់រហូតមកដល់ការគំរាមកំហែងដោយអាវុធនិងការបោះឆ្នោតដែលមានវិវាទប្រជាពលរដ្ឋថៃកំពុងស្ថិតក្នុងស្ថានភាពវេទនានិងបាត់បង់ទំនុកចិត្តលើអាជ្ញាធរដែលមានទួនាទីការពារពួកគេអ្នកស្រុកនិងពាណិជ្ជករថៃអំពាវនាវដល់រដ្ឋាភិបាលថៃឲ្យចាត់វិធានការជាក់ស្ដែងដើម្បីស្ដារសេដ្ឋកិច្ចតាមព្រំដែនឡើងវិញរបាយការណ៍អារញ្ញប្រទេសខេត្តស្រះកែវប្រទេសថៃនៅថ្ងៃទី18ខែកុម្ភៈឆ្នាំ2026នេះបានបង្ហាញថាសេដ្ឋកិច្ចនៅតាមតំបន់ព្រំដែនថៃកម្ពុជានេះបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារភាពតានតឹងកំពុងបន្តរវាងប្រទេសទាំងពីរស្ថានភាពនេះបាននាំឲ្យមានការបិទព្រំដែនរយៈពេលយូរដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អាជីវកម្មនិងអ្នកស្រុកនៅក្នុងតំបន់ជាពិសេសនៅផ្សាររងឃ្លឿតែម្ដងនេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation អំឡុងពេលនៃការចុះអង្កេតទៅកាន់ទីតាំងផ្ទាល់អ្នកយកព័ត៌មានបានមើលឃើញថាមានហាងជាច្រើននៅផ្សាររងឃ្លឿបានបិទទ្វារដែលបង្កើតឲ្យមានបរិយាកាសយ៉ាងស្ងាត់ជ្រងំពួកគេសង្កេតឃើញមានអាជីវករ2ទៅ4តែប៉ុណ្ណោះនៅតែបន្តបើកទ្វារប៉ុន្តែស្ទើរតែគ្មានអ្នកទិញទាល់តែសោះម្ចាស់ហាងមីម្នាក់នៅអារញ្ញប្រទេសបានលើកឡើងថាអាជីវកម្មបានធ្លាក់ចុះយ៉ាងគំហុកចាប់តាំងពីការបិទព្រំដែនដោយថ្ងៃខ្លះគ្មានអតិថិជនទាល់តែសោះនេះបង្កឲ្យមានបញ្ហាហិរញ្ញវត្ថុជាបន្តបន្ទាប់ក្នុងរយៈពេល2ទៅ3ខែកន្លងមកនេះដែលធ្វើឲ្យគ្រួសារភាគច្រើនពិបាកក្នុងការចាយវាយដោយសារគ្មានប្រាក់ចំណូលគ្រប់គ្រាន់ចំណែកសហគ្រិនក្នុងស្រុកម្នាក់បាននិយាយថាប្រជាជននៅតំបន់ព្រំដែនពិតជាកំពុងរងទុក្ខវេទនាអ្នកខ្លះស្ទើរតែមិនអាចបន្តទៅមុខទៀត
យើងចង់ឲ្យរដ្ឋាភិបាលចាត់វិធានការជាក់ស្ដែងមិនមែនគ្រាន់តែសន្យាដោយមាត់ទទេនោះទេយើងពឹងផ្អែកលើអាជីវកម្មនេះហើយប្រសិនបើយើងត្រូវផ្លាស់ទៅកន្លែងផ្សេងយើងមិនដឹងថាយើងអាចទៅណាបាននោះទេនៅពេលដែលមិនទាន់ឃើញដំណោះស្រាយច្បាស់លាស់អ្នកស្រុកនៅក្នុងតំបន់មានការព្រួយបារម្ភកាន់តែខ្លាំងជម្លោះអាចកើតឡើងក្នុងទម្រង់នៃអំពើហិង្សាជុំទី3គ្រួសារជាច្រើនកំពុងត្រៀមខ្លួនសម្រាប់ពេលវេលាមិនប្រកបប្រជាខណៈដែលសេដ្ឋកិច្ចព្រំដែននៅតែបន្តជួបការលំបាកទាំងប្រជាជនក្នុងតំបន់និងម្ចាស់អាជីវកម្មកំពុងជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការយ៉ាងម៉ឺងម៉ាត់បើកចំហសម្រាប់ការសន្ទនាបន្ធូរបន្ថយភាពតានតឹងនិងស្ដារសេដ្ឋកិច្ចព្រំដែនដើម្បីឲ្យប្រជាជនអាចវិលត្រឡប់ទៅរកជីវិតនិងរកជីវភាពរស់នៅធម្មតារបស់ពួកគេឡើងវិញកម្ពុជាសហការជាមួយបណ្ដាប្រទេសនៃដៃគូដើម្បីស្រាវជ្រាវស៊ើបអង្កេតប្រព័ន្ធហិរញ្ញវត្ថុរបស់ក្រុមឧក្រិដ្ឋជនឆបោកអនឡាញនៅក្នុងយុទ្ធនាការបោះសម្អាតក្រុមឧក្រិដ្ឋជនឆបោកអនឡាញសមត្ថកិច្ចកម្ពុជាបានបន្តសហការជាមួយបណ្ដាប្រទេសជាដៃគូដើម្បីស្រាវជ្រាវធ្វើកសលវិច័យលើភស្តុតាងនិងស៊ើបអង្កេតប្រព័ន្ធហិរញ្ញវត្ថុរបស់ក្រុមឧក្រិដ្ឋជនដើម្បីឈានវែកមុខក្រុមអង្គការចាត់ដែលបានយកកម្ពុជាធ្វើជាទីតាំងឆបោកនៅក្រៅប្រទេសក្នុងរយៈពេលប្រមាណ8ខែកន្លងមកនេះសមត្ថកិច្ចចម្រុះបានបង្ក្រាបការឆបោកអនឡាញចំនួន200ករណីពាក់ព័ន្ធទីតាំងប្រមាណ2500កន្លែងនិងបណ្ដេញជនបរទេសសរុបចំនួនជាង8000នាក់ចេញពីកម្ពុជាថ្លែងនៅចំពោះមុខតំណាងអង្គទូតបរទេសចំនួន26និងតំណាងសហភាពអឺរ៉ុបហៅកាត់ថា EU នៅកម្ពុជាលោកឆៃស៊ីណារិតប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហៅកាត់ថាកបឆបបានស្នើដល់បណ្ដាប្រទេសនិងដៃគូទាំងអស់ឲ្យបន្តសហការជាមួយកម្ពុជាក្នុងការផ្តល់ការគាំទ្រផ្នែកពង្រឹងសមត្ថភាពក្នុងជំនាញបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែននិងផ្តល់ជាសម្ភារៈបច្ចេកទេសនិងការសហការស្រាវជ្រាវធ្វើកសលវិច័យដើម្បីឲ្យការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាពហើយឈានទៅចាត់វិធានការដល់ឫសគល់នៃបញ្ហានិងធានាថាសកម្មភាពឧក្រិដ្ឋកម្មនេះនឹងមិនកើតឡើងទៀតឡើយទាំងនៅក្នុងប្រទេសកម្ពុជានិងក្នុងតំបន់ចាប់តាំងពីខែមិថុនាឆ្នាំ2025រហូតមកដល់ដើមឆ្នាំ2026នេះសមត្ថកិច្ចចម្រុះបានបង្ក្រាបទីតាំងចំនួន200កន្លែងរួមទាំងកាស៊ីណូផងដែរនឹងត្រូវបានបិទគប់មិនឲ្យមានសកម្មភាពទៀតឡើយការបំបែកសម្បុកឧក្រិដ្ឋជននៃការឆបោកអនឡាញបណ្ដាលឲ្យមានការបិទគប់ទីតាំងខាងលើបានធ្វើឲ្យក្រុមមេខ្លោងមួយចំនួនបានរត់គេចខ្លួនដែលក្រុមសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់គណៈជនបរទេសប្រមាណជាង210,000នាក់បានចាក់ចែងដោយខ្លួនឯងទៅកាន់ប្រទេសរបស់ពួកគេវិញគួរឲ្យដឹងថាក្នុងរយៈពេល8ខែចុងក្រោយនេះតុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញដើម្បីផ្ដន់ទោសមេខ្លោងនិងបកពួកមួយចំនួនជាង500នាក់ក្នុងនោះរាប់បញ្ចូលទាំងសំណុំរឿង Gen Z សំណុំរឿងលោកអុកញ៉ាលីគួងនិងសំណុំរឿងធំពាក់ព័ន្ធនឹងមេខ្លោងជាជនជាតិបរទេសផ្សេងទៀតផងដែរសូមបញ្ជាក់ថាកន្លងទៅថ្មីនេះកម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយកំណត់អំពីទោសទណ្ឌនិងវិធានការយ៉ាងតឹងរ៉ឹងដើម្បីបង្ការទប់ស្កាត់រាល់អំពើខុសច្បាប់តាមប្រព័ន្ធបច្ចេកវិទ្យាបច្ចុប្បន្នសេចក្តីព្រាងច្បាប់នេះកំពុងស្ថិតក្នុងដំណើរការពិនិត្យរបស់អន្តរក្រសួងមុននឹងឈានដល់ដំណាក់កាលនីតិវិធីជាបន្តបន្ទាប់រហូតដល់ការអនុម័តជាផ្លូវការ